ប្រិមិត្តជាទីរាប់អានខណៈពេលនេះយោធាសៀមបានពង្រីកការបាញ់ប្រហាររហូតមកដល់ព្រំប្រទល់ខេត្តសៀមរាបហើយក្រសួងការពារជាតិកម្ពុជានៅមុននេះបន្តិចបានប្រកាសថានៅវេលាម៉ោងប្រមាណជា10ព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025នេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបនេះបើយោងតាមការបញ្ជាក់ពីក្រសួងការពារជាតិគឺនៅម៉ោង10:08នាទីយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមួយគ្រាប់នៅភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបបន្ទាប់មកនៅម៉ោង10:11នាទីយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ដដែលទម្លាក់ចំនួនមួយគ្រាប់នៅភូមិសាស្ត្រស្ពានអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបចំពោះកន្លែងផ្សេងទៀតដែល F-16 របស់ថៃទម្លាក់នោះគឺនៅថ្ងៃទី15នេះដដែលគឺនៅព្រឹកម៉ោង10យោធាថៃបន្តបាញ់ប្លង់កាំភ្លើងធំនិងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅក្រុងសំរោងរហូតមកដល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងទិសប្រាសាទតាក្របីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានយ៉ាងព្រៃផ្សៃរបស់ពួកយោធាសៀមកងកម្លាំងកម្ពុជាបានស្រោច BM-21 ដើម្បីទប់ទល់ជាមួយនឹងមហិច្ឆតាឈ្លានពានរបស់ថៃតាំងពីវេលាម៉ោង5:30នាទីទៀបភ្លឺរហូតដល់ម៉ោង4រសៀលថ្ងៃទី15ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជាដោយប្រើប្រាស់អាវុធគាំទ្រប្រភេទកាំភ្លើងយន្តកាំភ្លើងត្បាល់ដ្រូនស៊ើបការដ្រូនទម្លាក់គ្រាប់រត់ក្រោះរត់ពាស្ដែកនិងយន្តហោះ F-16 ហោះឆ្វែលរកទីតាំងអាវុធគាំទ្រទម្លាក់និងបាញ់គៀបសង្កត់មកមុខប្រាសាទតាម៉ោននិងខ្សែត្រៀមរបស់យើងយ៉ាងខ្លាំងមហិច្ឆតាឈ្លានពានចង់លេបត្របាក់ទឹកដីនិងប្រាង្គប្រាសាទរបស់កម្ពុជាគឺមិនអាចធ្វើទៅបាននោះឡើយពលកងកម្លាំងរបស់កម្ពុជានៅតែធ្វើការឆ្លើយតបដោយប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យនិងបាញ់ស្រោចទៅលើយោធាថៃវិញយ៉ាងចាក់ដៃដែលជាហេតុធ្វើឲ្យពួកឈ្លានពានមិនអាចដណ្ដើមកាន់កាប់ទឹកដីកម្ពុជាបាននោះទេមកទល់ពេលនេះកងកម្លាំងកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំបំផុតព្រមទាំងធ្វើការបាញ់តបទៅវិញយ៉ាងចាស់ដៃផងដែរដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃគិតត្រឹមម៉ោង4:50នាទីរសៀលថ្ងៃទី15ខែធ្នូឆ្នាំ2025នេះយោធាថៃបន្តបាញ់ប្លង់ចូលដែនអធិបតេយ្យកម្ពុជាដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីនៅទិសប្រាសាទព្រះវិហារគឺនៅអានសេះនិងមុខប្រាសាទព្រះវិហារខណៈសមរភូមិភ្នំខ្មោចដែលនៅក្បែរនោះស្ងប់ស្ងាត់ជាង1ម៉ោងហើយយ៉ាងណាក៏ដោយចំពោះការដាក់សម្ពាធដោយបាញ់ស្រោចជាបន្តបន្ទាប់របស់យោធាថៃមិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេពលកងកម្លាំងកម្ពុជានៅបន្តឈរជើងយ៉ាងរឹងមាំបំផុតព្រមទាំងធ្វើការបាញ់តបទៅវិញយ៉ាងចាស់ដៃផងដែរដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ